បាទបើសិនជាយើងអត់បើកមើលយើងអត់ដឹងថានៅក្នុងហ្នឹងអាចជាមាសក៏បាន បាទអាចជាមាសឬក៏អាច និយាយចេញអីមកនៅឃើញតែសារ៉ាមហ្នឹងមុននឹងយើងប៉ះវាយើងមានអារម្មណ៍ថាអើម អើម ខ្ពើមបើខ្មែរយើងបែកក្បាលអែមនោះនេះមិនមែនបែកក្បាលទាំងកាភ្លៀងដើរមុខវាបាទសូមគោរពជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទជួបជាមួយនឹងខ្ញុំតារាម្ដងទៀតបាទនៅក្នុងកម្មវិធី podcast និយាយប្រាប់បាទថ្ងៃនេះខ្ញុំមានភ្ញៀវកិត្តិយសថ្មីម្នាក់ទៀតហើយភ្ញៀវកិត្តិយសថ្ងៃនេះក៏សំខាន់មែនតើនិយាយរួមទៅនិយាយបានថាគាត់គឺជាដៃគូដៃកង់របស់ខ្ញុំកាលពីនៅកូរ៉េដោយសារតែយើងឆ្លងកាត់ជីវិតក៏ដូចជារឿងរ៉ាវជីវិតជាមួយនឹងគ្នាច្រើនបាទអញ្ចឹងកុំឲ្យចាំយូរមកជួបជាមួយនឹងភ្ញៀវពិសេសរបស់យើងទាំងអស់គ្នាបាទជំរាបសួរបង បាទជំរាបសួរ បាទជួយណែនាំខ្លួនតិចមកបង បាទជំរាបសួរខ្ញុំឈ្មោះសុធារៈមកពីខេត្តរតនគិរីហើយដូចគាត់បាននិយាយដែរគឺជាអ្នកដែលធ្លាប់រស់នៅវេទនាហើយសប្បាយមួយគ្នានៅប្រទេសកូរ៉េ បាទការជំនាន់យើងនៅកូរ៉េក៏មានពេលដែលជាច្រើនដែលយើងរស់នៅជាមួយនឹងគ្នាបាទជាពិសេសជំនាន់កូវីដច្រើនហ្មងបាទជំនាន់កូវីដដូចជាការឆ្នាំ2000 មានរំពី2000ចុង2020ដល់2022ដើម អូហ្នឹងហើយបាទនិយាយរួមតាំងពីហ្នឹងគឺយើងរស់នៅជាមួយគ្នាហើយមួយទៀតយើងក៏ធ្លាប់ធ្វើការជាមួយនឹងគ្នាច្រើនដែរបាទជីវិតជូរចត់ជាងគេហ្នឹងគឺជីវិតការធ្វើការជាមួយគ្នានៅកូរ៉េហ្នឹងហើយ បែងចែកសារ៉ាម បាទនិយាយរួមទៅដូចពាក្យដែលខ្ញុំនិយាយថាដៃគូដៃកង់ហ្នឹងគឺវាសមស្របបាទជាមួយនឹងតំណែងរបស់យើងបាទហើយក៏ប៉ុន្តែនៅពេលដែលយើងមកខ្មែរបងមកខ្មែរហើយខ្ញុំមកខ្មែរយើងរៀងអត់សូវបានតាក់ទងគ្នាបាទដោយសារតែខ្ញុំគិតថា level រៀងខ្លួនហើយឥឡូវនេះក៏យើងបានបាទមានតំណែងមួយគ្នាសារជាថ្មីម្ដងទៀតបាទមិនមែនថាលើកមុនយើងដាច់តំណែងទេគ្រាន់តែយើងបានជួបគ្នារៀងញឹកជាងមុនបាទខ្ញុំគិតថានៅក្នុងឆ្នាំនេះយើងជាជួបគ្នាបាន 2-3 ដងហើយត្រូវហ្មង ណែដូចនៅ 2-3 ដងហ៎ បាទជួបនៅសាលាផងអីផងហើយថ្ងៃនេះមានឱកាសមកអង្គុយជជែកគ្នាទៀតបាទអញ្ចឹងមុននឹងចូលរឿងរ៉ាវជីវិតរបស់បងកាលពីនៅតូចបាទគឺខ្ញុំចង់ចែកចាយឬមួយក៏ជជែកមួយបងតាក់ទងជាមួយនឹងជីវិតកាលដែលយើងនៅកូរ៉េ អូខេ បាទនិយាយរួមទៅការនៅកូរ៉េបងរយៈហើយខ្ញុំគឺយើងនៅខេត្តផ្សេងគ្នាទេសាលាយើងនៅខេត្តផ្សេងគ្នាត្រូវបង នៅសាលាផ្សេងគ្នា បាទកាលហ្នឹងបងនៅ ខ្ញុំនៅមុខភោ ខ្ញុំនៅថេគូពីមុខភោទៅថេគូ 75ម៉ោងដែរ 5ម៉ោង ចាប់ថា5ម៉ោងចុះ 5ម៉ោងអញ្ចឹងបងនៅខាងប៉ែកសមុទ្រខ្ញុំនៅខាងកណ្ដាលនេះបាទក៏ប៉ុន្តែយើងមានឱកាសរស់នៅមួយគ្នាដោយសារតែផ្ទុះកូវីដបាទហើយកាលហ្នឹងតាមពិតទៅការមុនផ្ទុះកូវីដហ្នឹងយើងមកលេងខ្មែរសិនហ្នឹងត្រូវ ហ្នឹងហើយមកលេងមួយគ្នាសិន បាទហើយយើងចូលចិនហើយមិនយើងមកខ្មែរ ចូលចិនយកកូវីដ យកកូវីដបាទមិនស្រួលយើងអ្នកនាំកូវីដមកខ្មែរ មែនតែពួកឯងពេលហ្នឹងនៅចិត្តឡើងស្ងាត់ហ៎ហើយយើងចូលអត់ដឹងទេ បាទក៏ប៉ុន្តែពេលហ្នឹងយើងបាននៅតែក្នុងពលានដែរនៅសៀងហៃបាទ នៅសៀងហៃក៏បេជីងសៀងហៃ សៀងហៃបាទកាលហ្នឹងចាំនៅសៀងហៃដូចជា14ម៉ោងចាំយើងហោះ ចាំឡើងមកយូរ ដោយសារតែខ្ញុំភ្លាតបាន អា14ម៉ោងយូរបាទអញ្ចឹងយើងមកលេងខ្មែរមួយខែហើយយើងក៏ចូលទៅកូរ៉េវិញពេលចូលហ្នឹងគឺចាប់ផ្ដើមផ្ទុះកូវីដតិចៗហើយ ហ្នឹងហើយ បាទហើយនៅកូរ៉េផ្ទុះកូវីដមុនគេគឺនៅក្រុងថេគូ តំបន់ចែកចាយ បាទតំបន់ចែកចាយហើយផ្ទះរបស់យើងក៏នៅនឹងទៀត ទៅចំកន្លែងហ្នឹង បាទក៏ប៉ុន្តែពេលហ្នឹងខ្ញុំគិតថាសំណាងដែរដោយសារតែយើងចូលទៅមុនគេដែរមុនពេលគេបិទទីក្រុងថត ហ្នឹងហើយយើងចូលមុនគេបិទ បាទដល់ពេលយើងចូលហើយដូចជាប្រហែលជាមួយអាទិត្យអីហ្នឹងគេចាប់ផ្ដើមបិទបាទប្រកាសបិទហើយការយើងនៅនិយាយរួមដូចទីក្រុងអត់មានមនុស្ស យកដូចស៊ុំប៊ី ហ្នឹងហើយអាពេលជិះឡានក្រុងមានតែយើង2នាក់ឯងទៅបង ឡើងស្ងាត់ហ្មង និយាយមានអារម្មណ៍ថាគួរឲ្យខ្លាចហ្មង ហ្នឹង អញ្ចឹងខ្ញុំចង់និយាយតាក់ទងជាមួយនឹងជំនាន់កូវីដតិចបាទដោយសារតែយើងដឹងស្រាប់ហើយគឺតាមរយៈកូវីដគឺបំផ្លាស់បំប្រែសង្គមរបស់យើងច្រើនមែនទែនមិនថាជីវិតរបស់យើងបុគ្គលទេទាំងសង្គមទាំងបច្ចេកវិទ្យាអីក៏វាផ្លាស់ប្ដូរច្រើនបាទមានទាំងវិជ្ជមានមានទាំងអវិជ្ជមានប៉ុន្តែខ្ញុំចង់សួរតាក់ទងជាមួយនឹងបងផ្ទាល់តើកូវីដហ្នឹងវាផ្ដល់ផលប៉ះពាល់ឬមួយក៏ផ្លាស់ប្ដូរបងអីគេខ្លះ សម្រាប់ចំនួនកូវីដបើសម្រាប់ខ្ញុំគឺប៉ះពាល់ច្រើន ប៉ះពាល់ច្រើន បាទប៉ះពាល់ច្រើនអញ្ចឹងបើថាផ្ដល់មកវិញគឺអរគុណសម្រាប់កូវីដហ្នឹងវាត្រូវនឹងចរិតរបស់ខ្ញុំចំនួនកូវីដព្រោះដោយសារយើងខ្ជិលយើងអត់ចូលចិត្តធ្វើអីអញ្ចឹងយើងនៅផ្ទះវាស្រួលសម្រាប់យើងក៏ប៉ុន្តែប៉ះពាល់ព្រោះអីបើសិនជាអត់មានកូវីដហ្នឹងយើងត្រូវទៅសាលាយើងបខំទៅ
ទាំងមកខំខ្លួនឯងទៅខំប្រឹងរៀនឬមួយចេញទៅក្រៅធ្វើនេះធ្វើនោះបានណាតែបានកូវីដមកអស់គុណបដ ாய் មនុស្សពងខ្ជិលផងអត់ចង់ទៅក្រៅផងបាននៅផ្ទះជាប់អញ្ចឹងគឺអាហ្នឹងសម្រាប់ខ្ញុំម្នាក់ឯងវាអាចជាការមួយដែលអស់គុណតែត្រូវជាមួយតចរិតយើងក៏ប៉ុន្តែប៉ះពាល់ក្នុងការរស់នៅហើយនឹងផ្លាស់ប្ដូរការរស់នៅរបស់យើងច្រើនដូចជាយើងចូលចិត្តចេញក្រៅមែនចូលចិត្តលេងកីឡាតបបាល់តតអីអញ្ចឹងទៅវាអត់បានលេងអញ្ចឹងទៅអញ្ចឹងយើងបដូរពីការលេងកីឡាមកជាការលេងហ្គេមវិញអញ្ចឹងបាទធ្លាប់តែហាត់ប្រាណដោយជើងឥឡូវមកប្រើតែម្រាមដៃបាទអញ្ចឹងដូចបងគាត់និយាយអញ្ចឹងបាទកូវីដគឺផ្ដល់ទាំងផលប៉ះពាល់ហើយវាមិនមែនប៉ះពាល់ឬក៏ផ្ដល់តែផលអវិជ្ជមានមកយើងទាំងស្រុងទេវាមានផលវិជ្ជមាននៅក្នុងនឹងខ្លះដែរបាទសំចៃលុយបានសំត្រូវហើយខ្ញុំយល់ស្របសំចៃលុយហើយមួយទៀតបានន័យថាយើងអាចសម្រាកនៅផ្ទះបាទក៏ប៉ុន្តែផលប៉ះពាល់វាមានកាន់តែច្រើនអាទី1អ្វីដែលសំខាន់ហ្នឹងគឺការខ្ជិលហ្នឹងហ្មងអាមនុស្សកំពុងខ្ជិលអីធ្វើឲ្យខ្ជិលដូចជំរុញអូខេខ្ជិលចុះយ៉ា sorry ហ្នឹងហើយអត់តែមកខ្ជិលចូលខ្ជិលខ្ជិលទៀតហ្នឹងទៀតបាទនិយាយរួមទៅខ្ញុំសម្រាប់ខ្ញុំដូចគ្នាដែរបងកាលហ្នឹងខ្ញុំខ្ជិលដែរញ៉ាំចរិតយើងពីរនាក់នៅមួយគ្នារួចដោយសារតែវាស្តៀងគ្នានៅខ្ជិលរៀងខ្ជិលដូចគ្នាខ្ជិលរៀងខ្លួនបាទហើយមួយទៀតយើងអត់សូវដើរលេងទៅក្រៅអត់ត្រូវហ្មងហ្នឹងអត់ញ៉ាំសឹងនៅបន្ទប់ម្នាក់មួយរៀងខ្លួនហ្នឹងហើយបើសិននិយាយទៅក្រៅវាច្រើនយើងទៅហាត់ប្រាណទៅតោះតែយើងមានការអីទៅបានយើងទៅក្រៅយើងអត់ដូចគេថាអត់ចេះនៅផ្ទះទេយើងជាមនុស្សចូលចិត្តនៅផ្ទះទាំងខ្ញុំទាំងបងដល់ពេលបានកូវីដយ៉ាងទៀតយើងកាន់តែនៅផ្ទះរហូតហើយសម្រាប់ខ្ញុំផលប៉ះពាល់តាក់ទងមួយនឹងការរៀនសូត្រហ្មងបាទរឿងធំបាទដោយសារតែយើងធ្លាប់តែរៀននៅសាលាដូចបងនិយាយអញ្ចឹងបើយើងទៅរៀននៅសាលាទោះបីយើងខ្ជិលយ៉ាងអីយើងចេះជំរុញចិត្តយើងបាទបខំចិត្តយើងឲ្យទៅបាទទោះបីចង់ដល់ពេលបានកូវីដរៀនតាមអនឡាញគ្មានទេបាទបើកុងទ័រចោលទៅហូបបាយបើកុងទ័រចុះគ្រូគាត់មានទៅសួរមានទៅដឹងអីបាទនៅក្នុងថ្នាក់មួយថ្នាក់20 30 40នាក់បាទហើយយើងអត់មានបើកកាមេរ៉ាផងបាទជួនកាលខ្ញុំស្ដាប់មេរៀនទាំងក្របភួយទាំងកលុំភួយបាទអញ្ចឹងអានេះវាគឺជាផលប៉ះពាល់របស់កូវីដបាទហើយសម្រាប់ខ្ញុំមួយទៀតធំគឺខ្ញុំមានអារម្មណ៍ថាតាំងពីកូវីដមកខ្ញុំបាត់បង់សមត្ថភាពប្រើប្រាស់ខួរក្បាលមានអារម្មណ៍ថាការដែលយើងទៅរៀននៅសាលាហ្នឹងយើងចេះប្រើខួរក្បាលពេលដល់ពេលប្រឡងអីចឹងយើងចេះអង្គុយរៀនគិតអីចឹងដល់ពេលចាប់ដើមកូវីដមានអារម្មណ៍ថាអត់ដឹងត្រូវអង្គុយរៀនមិនលែងចេះរៀនហ្នឹងហើយលែងចេះរៀនលែងចេះប្រើខួរក្បាលបាទអញ្ចឹងវាអាហ្នឹងវាជាផលប៉ះពាល់ធំដែរធំខ្លាំងហ្មងបាទហ្នឹងខ្ញុំដោយសារការហ្នឹងមកខ្មែរសិនហ្នឹងហើយមកខ្មែរលែងទៅវិញមកខ្មែរជាប់ចិត្តនៅខ្មែរដល់នៅខ្មែរអញនិយាយមួយម៉ាត់ថាខ្ញុំស្អប់កូវីដដោយសារតែវាឆក់យកជីវិតដែលយើងត្រូវរស់នៅសុបាយនៅក្នុងសាលារយៈពេល2ឆ្នាំបើសិនជាសិស្សផ្សេងមុនកូវីដហ្នឹងគេបានទៅ concert ហ្នឹងហើយគេមានកម្មវិធីនៅក្នុងសាលាច្រើនតែយើងរស់នៅកូរ៉េបានតែ4ឆ្នាំតែកូវីដស៊ីដាច់2ឆ្នាំបាទហើយយើងចូលឆ្នាំទី1យើងមានតន់ចេះដើរលេងឯណាបាទដល់ពេលឆ្នាំទី4យើងដើរលេងមួយកើតទៀតរង្វល់ជាប់ដៃជាប់ជើងនៅសាលាបាទសាលាជាប់អីបាទអញ្ចឹងបើគេសួរថាទៅរស់នៅកូរ៉េសុបាយអត់វាសុបាយក៏ប៉ុន្តែវាអត់មានអីចងចាំច្រើនដោយសារតែកូវីដវាស៊ីពេលវេលាយើងអស់បាទហើយក្រៅពីកូវីដក៏យើងបានទៅធ្វើការជាមួយនឹងគ្នាដែរបាទឥឡូវចូលជីវិតអ្នកធ្វើការវិញម្ដងអាហ្នឹងចង់ធ្ងន់ជាងកូវីដទៀតបាទកូវីដយើងបាននៅសម្រាប់នៅផ្ទះមានពេលសម្រាប់តែធ្វើការនេះគឺ one call ទៅហៅគាត់ថាធ្វើការយើងបានលុយច្រើនដែរនៅកូរ៉េកាលហ្នឹងហ្នឹងហើយកាលពិតឲ្យធ្វើអញ្ចឹងទៀតក៏ធ្វើដែរគាត់ថាការហ្នឹងការដែលយើងនៅធ្វើហ្នឹងយើងហត់ប៉ុន្តែបើយើងគិតឥឡូវយើងគិតថាការងារប៉ុណ្ណឹងយើងមិនគួរហត់ទេត្រូវហ្នឹងអត់មានអីបាទនិយាយរួមទៅនៅពេលហ្នឹងពួកយើងទៅធ្វើការនៅឆ្ងាយពីផ្ទះគឺជាតំបន់ដែលគេទៅទេសចរច្រើនវាតំបន់មាត់សមុទ្រកាលហ្នឹងយើងធ្វើដូចជានៅខាងកូរ៉េគេហៅ pension ប៉ុន្តែយើងអាចនិយាយថា resort ត្រូវបង resort ខ្មែរយើងហៅ resort កាលហ្នឹងដូចជាអត់មានបុគ្គលិកជនជាតិកូរ៉េត្រូវបងមានម្នាក់តែដល់ពេលយើងទៅគេឈប់បាទដល់ពេលបុគ្គលិកនៅហ្នឹងសិតតែជនជាតិមានម៉ុងហ្គោលមានចិន
ខ្មែរ ខ្មែរ សំខាន់ Mongol ហើយនឹងចិនអត់ចេះនិយាយកូរ៉េទេ ហ្នឹង បាទនិយាយកូរ៉េចេះតែយើង អូខ្ញុំចាំការមួយពួកគាត់ ហ្នឹង កាយវិការដល់ក៏ បាទគាត់អត់ចេះកូរ៉េហើយគាត់និយាយភាសាគាត់ហើយបាទយើងនេះអត់ចេះភាសាគាត់ទៀតបាទហើយត្រូវធ្វើការជាមួយនឹងគ្នាបាទក៏ប៉ុន្តែសម្រាប់ខ្ញុំគិតថាការធ្វើការជាមួយពួកគាត់អត់ពិបាកផងដោយសារពួកគាត់អត់ចេះជេរអញ្ចឹងហ៎ ហ្នឹងហើយ បាទ សុបាយមួយយ៉ាងនេះតា បាទ ហើយបទពិសោធន៍ល្អទៀត ហ្នឹងហើយខ្ញុំនឹកចាំថាពេលធ្វើការមួយបង Mongol ខ្ញុំរៀនភាសាគាត់បានច្រើន នៅមកខា ហ្នឹងហើយឈ្មោះបងនៅមកខាអាពេលធ្វើការមានពេលតនេអញ្ចឹងខ្ញុំសួរពាក្យគាត់ហើយខ្ញុំកត់ទុកបាទអញ្ចឹងចេះពាក្យ Mongol បានខ្លះហើយគាត់ក៏ចូលចិត្តនៅមួយយើងដែរខ្ញុំឃើញបាទគាត់មិនថាមានការងារអីគាត់ជួយយើងច្រើនដែរបាទហើយការហ្នឹងការងារដែលពួកយើងធ្វើគឺជាអ្នកសម្អាត យរុំធ្វើច្រើនមានសម្អាតផងរត់តុកផងកាយភ្ញៀវផងហើយអ្វីដែលដកជាប់ខ្លាំងជាងគេការរៀបសម្រាម បាទហ្នឹងឈឺចាប់ ណាហ្នឹង special ខ្លាំងហ្មង និយាយរួមទៅការងារគឺយើងធ្វើមួយសពបាទតាំងពីព្រឹកគឺយើងងើបមកគឺយើងត្រូវដើរមើលកន្លែងបាទសម្អាតហើយដល់ពេលភ្ញៀវចេញទៅយើងសម្អាតបន្ទប់និយាយរួមការហ្នឹងបងដូចជា manager និយាយរួមដើរសម្អាតបន្ទប់បាទបើខ្ញុំមានមេចឹងភៅគាត់ហៅទៅធ្វើការនៅហាងកាលហ្នឹងយើងរត់តុកទៀតណារត់តុកលាងចាន តុកលាងចានបងមើលពងកៅសម្រាមសុកក៏រៀបសម្រាមរៀបហើយភ្ញៀវមកទៅបើកម៉ូតូ ហ្នឹងហើយ បើកម៉ូតូដល់ពេលមកវិញហើយកន្លែងហាងភ្ញៀវច្រើនហើយទៅជួយរត់តុកទៅស្អុយសម្រាប់ស្អុយផងហើយដល់ពេលល្ងាចតិចមេចុងភៅគាត់ហៅឲ្យទៅជួយវះត្រីទៀតចូលជំនាញ100មកកាលហ្នឹងរួមទៅគឺគេត្រូវការនៅណាគេហៅទៅហ្នឹងអញ្ចឹងការងារគឺមានគ្រប់សពបាទតាំងពីព្រឹកងើបឡើងដើរសម្អាតបាទតោះមកយើងសម្អាតបន្ទប់ពេលភ្ញៀវចេញសម្អាតបន្ទប់ចេញសម្អាតបាទដល់ពេលមានភ្ញៀវគេកក់អាជីម៉ូតូកង់4ហ្នឹងបងត្រូវកាយទៀតហើយការយើងទៅធ្វើហ្នឹងខែក្តៅបាញ់អាពេលចាញ់ម៉ូតូហ្នឹងគាត់ហៅខ្ញុំទៅប្រហែលដងតែពុកម៉ែបងប្អូនតែខ្ញុំឡើងរៀងមកខ្ញុំមុនបងឃើញម៉ូតូចុំម៉ូតូសុបាយជីហ៎ម៉ែដល់ពេលជីមានណានៅក្រោយគេក្តៅហុយទៀតហ្នឹងហើយហុយហើយបើសិនជាម៉ូតូគេខូចយើងត្រូវដូរម៉ូតូឲ្យគេយើងត្រូវជិះអាម៉ូតូខូចហ្នឹងហើយសំខាន់អីដែលខ្ញុំនឹកចាំមានអ្នកជិះធ្លាក់លូទៀតជិះធ្លាក់លូធ្លាក់បន្លាយហ្នឹងហើយបុកដើមឈើវាគ្រប់បែបបាទអីយើងបើយើងនិយាយឥឡូវហ្នឹងយើងអង្គុយសើចហ្មងហ្នឹងហើយតែបើគិតជីវិតអូជូចត់ណាខ្ញុំកាពិតទៅបើសិនជាខ្ញុំទៅធ្វើតែឯងខ្ញុំធ្វើអត់រួចទេហ្នឹងហើយពិបាករ៉ាប់រងបាទខ្ញុំដោយសារតែមានគាត់តាដោយសារតែមានគ្នានិយាយរួមទៅខ្ញុំបើអត់គ្នាគឺខ្ញុំអញនិយាយថាខ្ញុំអត់យកប្រាក់ខែខ្ញុំរត់ចេញនិយាយមែនហត់សាហាវតាំងពីកើនមកអត់ដែរហត់ដល់ដែរធ្វើការហត់ដល់ថ្នាក់ហ្នឹងបើការនៅខ្មែរយើងធ្លាប់ធ្វើការបាទធ្វើសំណងធ្វើអីដែរគ្រាន់ថាយើងហត់ក៏មិនថាអត់មានអ្នកថាឲ្យអត់មានអ្នកជេរទេបាទក៏មិនថានៅនោះគេអត់ខ្វល់ទេគេឲ្យប្រាក់ខែយើងបាទប៉ាំងហ្នឹងហើយទ្រាំបានទៅបាទសំខាន់ជេរហើយនិយាយផ្អែមដល់យើងលាវលួងចិត្តឲ្យធ្វើការថែមទៀតជេរហើយភេយើងទៅទិញរបស់ថ្លៃជាភាសាកូរ៉េហៅមីលតាំងហ្នឹងណាមីលតាំងអារុញហ្នឹងទាញផងបាទម្ដងរុញម្ដងទាញបើខ្មែរហ្នឹងវាយក្បាលអែលក្នុងអូយនេះមិនវាយក្បាលផ្ទះក៏ភ្លៀងដើរមុខទៀតបាទអញ្ចឹងជីវិតគឺជូរចត់មែនតើហើយពុកម៉ែបងប្អូនសួរថាអូពួកនឹងទៅធ្វើការហត់អញ្ចឹងប្រហែលធ្វើម្ដងទេអត់ទេយល់ធ្វើម្ដងហើយលើកក្រោយអត់លុយទៅធ្វើទៀតបាទសុកចិត្តទ្រាំខ្ញុំទៅដូចជា6ដង6ដងវ៉ាវខ្ញុំដូចជា2ទៅ3ដងឯងយល់តាំងពីទៅឆ្នាំដំបូងអញ្ចឹងវគ្គទី1វគ្គទី2វគ្គទី3វគ្គទី4ហើយអាពេលវ៉ាកងខែ2ខែ3អត់មកខ្មែរពេលហ្នឹងទៅម្នាក់ឯងទៀតណែគាត់ហៅទៅអូសាហាវអញ្ចឹងនេះគឺជាជីវិតជូរចត់របស់យើងក៏ប៉ុន្តែអ្វីដែលខ្ញុំរកបាននៅក្នុងហ្នឹងគឺភាពសាមគ្គីរបស់យើងបងបាទហើយណាមួយយើងរស់នៅយើងអត់ដែរឆ្លោះគ្នាទៅអត់ដែរអត់ដែរឆ្លោះគ្នាហ្មងអត់មានរឿងអីទៅឆ្លោះមែនដែរដូចអត់មានអារម្មណ៍ថាឆ្លោះគ្នាហ្នឹងហើយដោយសារអត្តចរិតរបស់ខ្ញុំទី1ខ្ញុំអត់ចូលចិត្តការឆ្លោះហើយមួយទៀតឆ្លោះអត់ការដោយសារគាត់ជាសិស្សច្បងបើខ្ញុំចេះធ្លាប់មានអារម្មណ៍ថាទៅកន្លែងណាចូលចិត្តមានឆ្លោះកន្លែងហ្នឹងតែដល់ពេលនៅមួយតារានេះអត់ដែរឆ្លោះគ្នានិយាយរួមតាំងពីនៅថេគូកាលជំនាន់កូវីដក៏អត់អាចឆ្លោះការទៅធ្វើការមួយគ្នាក៏អត់អាចឆ្លោះដែរមានអារម្មណ៍ថាដូចចុះសម្របគ្នាល្អមើលហ្នឹងហើយ
ចឹងបានខ្ញុំហៅថាដៃគូដៃកង់របស់ខ្ញុំបាទធ្លាប់រស់នៅមួយគ្នាធ្វើការមួយគ្នាមែនក៏ប៉ុន្តែយើងអត់ដែរឆ្លោះគ្នាទេហើយមួយទៀតខ្ញុំចង់សួរបងតាក់ទងជាមួយនឹងជីវិតដែលយើងការដែលធ្វើការមានទុក្ខលំបាកទាំងអស់ហ្នឹងបងរៀនបានអីខ្លះតាមរយៈការហ្នឹងបងយើងថាយើងហត់ក៏ហត់ព្រោះដោយសារយើងមានទំនាប់ធ្វើការពីក្មេង បាទ ដូចអំបិលយើងរៀននៅសាលាអំបិលនឹងពលឺ បាទ អញ្ចឹងយើងមានទម្លាប់ធ្វើការមហឹកយើងធ្វើផ្ទះដីហ៎ បាទ អញ្ចឹងការហ្នឹងក៏វេទនាខ្លាំងដែរ ហ្នឹងហើយ យើងត្រូវលើកដុំដី ហ្នឹង មួយ ហើយ 30គីឡូ ហ្នឹងហើយ ហើយរុញផងលើកផងរៀបផងអញ្ចឹងឲ្យធ្វើហាក្តៅទៀត បាទ ហើយបើនិយាយពីកម្លាំងយើងកាលហ្នឹងតឹម15 16យើងអត់តន់ទិញកម្លាំងណា ហ្នឹង អ ហើយ ញ្ចឹងយើងបាក់អញ្ចឹងយើងហត់មកអញ្ចឹងតាមរយៈការដែលយើងហត់នៅពេលហ្នឹងដល់ពេលយើងទៅធ្វើនៅថេអានធ្វើការទាំងអស់ហ្នឹងវាហត់ណាស់តែមានអារម្មណ៍ថាយើងអាចទ្រាំទ្របានណាយើងទៅមុខបានហើយបើសិនជាយើងរៀនបានគឺវាថ្មីថ្មីច្រើនព្រោះយើងធ្លាប់តែធ្វើការជាជំនាញផ្សារដែកលីស៊ីម៉ង់ធ្វើតវលអីចឹងទៅដល់ពេលទៅនោះយើងរើសសម្រាមរៀបចំសម្រាមការពិតរៀបចំសម្រាមហ្នឹងវាថ្មីសម្រាប់ពួកយើងហ្មងព្រោះវាស្អុយខ្លាំងហើយយើងត្រូវបែងចែកកំប៉ុងផ្សេងដបផ្សេងផ្លាស្ទិកផ្សេងហើយចំណីអាហារហ្នឹងផ្សេងទៀតបាទ អញ្ចឹងរៀនបានជាកន្លែងហ្នឹងខ្ញុំវាអត់ភ្លេចអាហ្នឹងហ្មងនិយាយចេញអីមកដល់ឃើញតែសម្រាមហ្នឹងព្រោះចេះទី1វាខ្វក់ក្ពិតមែនតែនៅពេលដែលយើងមុននឹងយើងប៉ះវាយើងមានអារម្មណ៍ថាអីគេរអើមខ្ពើមបាទរអើមខ្ពើមវាអញ្ចឹងទៅយើងអត់ចង់ប៉ះទេតែនៅពេលដែលយើងចាប់ផ្ដើមធ្វើម្ដងពីរដងទៅមានអារម្មណ៍ថាស៊ាំមួយវាអញ្ចឹងទោះបីជាវាក្រិចយ៉ាងណាយើងពាក់សមដៃយើងវាដូចមានអារម្មណ៍ថាស្និទ្ធមួយសម្រាមយូរទៅអញ្ចឹងមុនដំបូងទោះបីជាយើងគិតថាវាអាក្រក់វាមិនល្អសម្រាប់យើងក៏ប៉ុន្តែនៅពេលដែលយើងចូលទៅចិត្តឲ្យស្គាល់ពីវាច្បាស់បាទអញ្ចឹងគិតថាវាអត់មានជាអ្វីសម្រាប់យើងអាចស្និទ្ធស្នាលមួយវាទៀតគិតថាបានដែរហើយយើងក៏អាចធ្វើវាដល់ទីបញ្ចប់ដែរអាចធ្វើដល់ទីបញ្ចប់និយាយរួមទៅការងារដែលពួកខ្ញុំធ្វើតាក់ទងជាមួយនឹងខាងសេវាកម្មយើងត្រូវបម្រើភ្ញៀវបាទទី1ភ្ញៀវដូចពាក្យគេនិយាយអញ្ចឹងភ្ញៀវគឺជាស្ដេចបាទអញ្ចឹងយើងដឹងស្រាប់ហើយបាទជនជាតិកូរ៉េគាត់ចូលចិត្តហូបស្រាបាទគាត់ចូលចិត្តជក់បរិយអញ្ចឹងសម្រាមនៅក្នុងហ្នឹងបាទយើងគិតមើលទៅបាទមានទាំងស្រាមានទាំងបរិយមានទាំងម្ហូបមានអីលាយចូលគ្នាទាំងអស់ហើយយើងត្រូវបែងចែកបាទសម្រាមអាហារផ្សេងបាទកំប៉ុងផ្សេងបាទសម្រាមដុតឆេះផ្លាស្ទិកអីផ្សេងបាទហើយយើងមួយអាទិត្យមិនមែនយើងនេះតែម្ដងអានេះសឹងតែរាល់ថ្ងៃស្រាក់បានមួយថ្ងៃហើយមកប្រើវិញទៀតបាទហ្នឹងហើយមុននឹងយើងបោះបង់អីមួយយើងគិតថាយើងអត់អាចធ្វើវាបានណាព្រោះវាច្រើនឃើញអញ្ចឹងមុននឹងយើងបោះបង់អីមួយឲ្យយើងសាក់ធ្វើវាសិនបើសិនជាយើងធ្វើអត់កើតហើយយើងសារ៉ាំផ្លែទៅតទៀតបើធ្វើអត់កើតចាំបោះបង់ដូចខ្ញុំអីចូលចិត្តរត់ចោលគិតធ្វើសាក់ធ្វើសិនតែមិនមែនអត់សាក់ធ្វើទេសាក់ធ្វើសិនហើយតែតែម្ដងរត់ហើយអត់មានដល់3ដងដូចគេរបៀបអញ្ចឹងតែអ្វីដែលចង់ប្រាប់គ្នាយើងអញ្ចឹងឲ្យយើងសាក់ធ្វើវាសិនទៅត្រូវហើយបងការអីក៏ដោយបើសិនជាយើងអត់សាក់គឺយើងអត់ដឹងទេត្រូវអត់បងបាទឧទាហរណ៍ថាគេមានក្នុងប្រអប់ហ្នឹងគេអត់ដឹងថាយើងអត់ដឹងថានៅក្នុងប្រអប់ហ្នឹងមានអីទេបាទបើសិនជាយើងអត់បើកមើលយើងអត់ដឹងថានៅក្នុងហ្នឹងមានអាចជាមាសក៏បានបាទអាចជាមាសឬក៏អាចជាអូច្រឡំអត់ពីគេឲ្យនិយាយខ្លួនអត់អីនិយាយក៏បានបាទអាចជាមាសឬក៏អាចជាអីផ្សេងនិយាយរួមទៅបើយើងអត់បើកទេគឺយើងអត់ដឹងទេបាទអញ្ចឹងការអីក៏ដោយតើតែយើងសាកបាទបើយើងមិនសាកគឺយើងមិនដឹងទេបាទនៅពេលដែលយើងសាកហ្នឹងយើងដឹងអូការហ្នឹងវាត្រូវជាមួយយើងអត់ឬមួយក៏ការហ្នឹងតើយើងអាចស៊ូទ្រាំហើយបន្តទៅមុខទៀតអត់បាទអញ្ចឹងនេះគឺជាខ្សែជីវិតរបស់បងក៏ដូចជាជាមួយខ្ញុំបាទលាយឡំជាមួយនឹងគ្នាដែលយើងបានស៊ូឈ្នះជាមួយនឹងគ្នាបាទនៅក្នុងអំឡុងពេលកូវីដហើយនឹងរយៈពេលដែលយើងបានធ្វើការជាការងារដែលពិបាកបាទសម្រាប់យើងខ្ញុំអត់ភ្លេចទេបាទជីវិតការធ្វើការនៅហ្នឹងរួមនឹងអត់ភ្លេចហ្មងចាំជាប់ហ្មងបាទហើយក៏ផ្ដល់មេរៀនឲ្យយើងច្រើនដែរ